បានធ្វើដំណើរមកកាន់ខេត្តបាត់ដំបងដើម្បីស្វែងរកទិញផ្លែតរ៉េនដែលអត់មានគ្រាប់យកទៅជូនម៉ាក់ខ្ញុំតែខ្ញុំនឹងប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងអស់ធ្វើយ៉ាងណាក៏ដោយរកផ្លែតរ៉េនអត់គ្រាប់ឲ្យបានបើឯងគិតថាមានតរ៉េនអត់គ្រាប់អត់នៅនេះអញមានហើយចាំមើលថាតើខ្ញុំពិតជាអាចស្វែងរកតរ៉េនអត់គ្រាប់យកទៅឲ្យម៉ាក់ខ្ញុំបានមែនឬអត់ដល់ចាំយូរខ្ញុំក៏បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបងតែម្ដងដោយសារតែនៅខេត្តហ្នឹងគឺសម្បូរតរ៉េនចាឥឡូវនេះគឺយើងបានមកដល់ខេត្តបាត់ដំបងហើយអ្នកទាំងអស់គ្នានោះគឺជារូបសំណាក់លោកតាដំបងកញូងហើយចំពោះកន្លែងទី1ដែលខ្ញុំបានទៅរកតរ៉េនអត់គ្រាប់ហ្នឹងគឺខ្ញុំបានទៅរកនៅក្នុងផ្សារតែម្ដងចាឥឡូវហ្នឹងគឺកន្លែងដំបងដែលខ្ញុំបានមកគឺជាផ្សារណាត់ដើម្បីរកតរ៉េនសុំសួរពូមួយពូដឹងថានៅបាត់ដំបងហ្នឹងមានអាតរ៉េនអត់គ្រាប់អត់អត់មានទេពូនេះទោះបីយ៉ាងណាក៏ដោយគឺខ្ញុំនៅតែមិនអស់សង្ឃឹមហើយខ្ញុំក៏បានធ្វើការដើរស្វែងរកតរ៉េនអត់គ្រាប់របស់យើងបន្តទៀតបាទអ្នកទាំងអស់គ្នាតែនៅពេលហ្នឹងគឺខ្ញុំឃើញគាត់លក់តរ៉េនដែរប៉ុន្តែខ្ញុំគិតថាតរ៉េនហ្នឹងគឺប្រហែលជាមានគ្រាប់និយាយទៅគឺខ្ញុំឃើញតរ៉េនដែរគ្រាន់ខ្ញុំគិតថាវាមានគ្រាប់អញ្ចឹងគឺអត់តិចហើយដោយសារតែរត់បានខ្ញុំក៏បានបន្តដំណើរជិះឆ្វែមើលក្រុងផងដែរហើយខ្ញុំក៏បានឆ្លៀតយក Honor 400 5G របស់ខ្ញុំហ្នឹងយកមកថតរូបពីបេប៉ោះទៀតផងហើយដោយសារតែថាខ្ញុំរត់នៅក្នុងក្រុងអត់បានចឹងទៅខ្ញុំក៏បានសម្រេចចិត្តទៅកាន់សំឡូតែម្ដងដែលអ្នកទាំងអស់គ្នាប្រកាសជាស្គាល់ហើយគឺថាសំឡូហ្នឹងគឺកន្លែងលក់តរ៉េនយកហ្មងតែបន្ទាប់ពីការជិះមកគឺថាយើងក៏បានមកដល់ចកាតរ៉េនអ្នកទាំងអស់គ្នាទីបំផុតគឺខ្ញុំបានមកដល់ចកាតរ៉េនហើយដែលនេះគឺជាលើកទី1របស់ខ្ញុំផងដែរដែលបានមកដល់ចកាតរ៉េនហើយឃើញតរ៉េនជាប់ដើមយកហ្មងហើយដើម្បីអាចទៅស្វែងរកតរ៉េនអត់គ្រាប់របស់ខ្ញុំបានគឺខ្ញុំត្រូវជិះអាខ្សែរ៉កហ្នឹងអ្នកទាំងអស់គ្នាត្រូវជិះកន្ត្រកហ្នឹងគឺឆ្លងទឹកវ៉ាវអ្នកទាំងអស់គ្នាអូយអ្នកទាំងអស់គ្នាទៅរកផ្លែតរ៉េនអត់គ្រាប់ហើយនិយាយទៅគ្រាន់តែពេលដែលខ្ញុំឆ្លងដល់មកចាហៀងទៀតភ្លាមគឺថាដើមតរ៉េនកាន់តែច្រើនហើយឃើញតរ៉េនច្រើនយកបរោយគឺបងប្រុសគឺគាត់កំពុងតែធ្វើការចិត្តឲ្យយើងញ៉ាំហើយពេលហ្នឹងគឺខ្ញុំចាំមើលទៀតហើយខ្ញុំថាហ៊ានតែកោះមកបើអត់មានគ្រាប់គឺខ្ញុំនឹងទិញយកទៅផ្ទះអូយប៉ុន្តែចៃដន្យអីគឺថាតរ៉េនមួយផ្លែហ្នឹងគឺមានគ្រាប់អូអានេះមានគ្រាប់អញ្ចឹងយើងអត់ទិញយើងទៅរកអត់គ្រាប់តែបន្ទាប់ពីនោះមកគឺថាបងស៊ីងគឺគាត់ក៏បានស្ម័គ្រចិត្តទៅស្វែងរកតរ៉េនអត់គ្រាប់ឲ្យខ្ញុំទៀតបាទអូម៉ែគាត់កាត់ឡើងលឿនហើយដល់តែពេលបើកមើលទៅគឺថាតរ៉េនមួយហ្នឹងគឺនៅតែមានគ្រាប់ដដែលទេអត់មានទេបើសូមគឺយ៉ាងណាអត់មានតរ៉េនមានគ្រាប់ទេហើយដើម្បីឲ្យកាន់តែអស់ចិត្តគឺថាខ្ញុំក៏បានធ្វើការគាស់មើលដោយខ្លួនឯងតែម្ដងប៉ុន្តែរាល់ពេលដែលខ្ញុំគាស់គឺតរ៉េនមានគ្រាប់រហូតហើយដល់មិនអស់សង្ឃឹមទេបាទគឺខ្ញុំក៏បានធ្វើការឡើងទៅលើដើមតរ៉េនដើម្បីស្វែងរកតែម្ដងហើយបើថារកអត់ឃើញទេគឺដឹងតែចប់ត្រឹមហ្នឹងហើយតែនៅពេលដែលទៅដល់លើគឺខ្ញុំក៏បានឆ្លៀតប្រើប្រាស់នៅទូរស័ព្ទខ្ញុំមួយផ្លែផងដែរដែលរចនាប័ទ្មទូរស័ព្ទថ្មីហ្នឹងគឺស្អាតខ្លាំងមែនទែននិយាយមែនណាខ្ញុំឡើងមកដល់លើហ្នឹងនេះមើលតរ៉េនខ្ញុំមើលទៅឃើញតរ៉េនហ្នឹងគឺតរ៉េនអត់គ្រាប់តែម្ដងប៉ុន្តែមុនពេលដែលខ្ញុំទៅកាន់ហ្នឹងគឺខ្ញុំចង់សួរបងម្ចាស់ចកាបញ្ជាក់ផងដែរថាមានតរ៉េនអត់គ្រាប់អត់បើគាត់ថាតរ៉េនទូចប៉ុណ្ណឹងណាវាមានគ្រាប់អត់មានបងចាតរ៉េនអត់គ្រាប់អត់មានទេបងនេះអត់មានទេបងតែឃើញហេតុដល់តែពេលអត់មានតរ៉េនអត់គ្រាប់ទៅខ្ញុំក៏បានសម្រេចចិត្តទៅទិញតរ៉េនមានគ្រាប់តូចនេះយកទៅជូនម៉ាក់ខ្ញុំហើយចាំប្រាប់ម៉ាក់ខ្ញុំតាមក្រោយវិញចាឥឡូវនេះគឺខ្ញុំទៅពេញចាឥឡូវនេះគឺខ្ញុំបានមកដល់ផ្ទះហើយមុនពេលដែលខ្ញុំយកតរ៉េនមួយផ្លែនេះយកទៅជូនម៉ាក់ខ្ញុំក៏ឆ្លៀតអ្នកទាំងអស់គ្នាតិចសិនតាក់ទងទៅនឹងទូរស័ព្ទមួយគ្រឿងនេះដែលខ្ញុំបានប្រើប្រាស់មួយថ្ងៃហ្នឹងគឺជា Honor 400 5G ដែលទូរស័ព្ទមួយគ្រឿងនេះគឺថាវាមានរូបរាងស្ដើងប្រណិតដូចទៅនឹង iPhone 17អញ្ចឹងហើយមានបំពាក់ជាមួយនឹងកាមេរ៉ា flagship រហូតដល់200 megapixel ទៀត Honor 400 5G នេះផងដែរគឺមានបំពាក់ជាមួយនឹងមុខងារ AI ច្រើនខ្លាំងមែនតើដូចជា AI deepfake detection AI photo to video AI pass by AI cut out AI out painting និង AI face tune លើប៉ុណ្ណឹងទៅទៀតទូរស័ព្ទមួយគ្រឿងនេះគឺមានបំពាក់ជាមួយនឹង gaming chipset GPU turbo game ហើយមាន RAM រហូតដល់ 24GB ដែលធ្វើឲ្យការលេង game ក៏ដូចជាការប្រើប្រាស់របស់អ្នកទាំងអស់គ្នា smooth តែម្ដងទូរស័ព្ទមួយគ្រឿងនេះទៀតសោតក៏មានបំពាក់ជាមួយនឹងថ្មរហូតដល់ 6400 mAh ហើយមាន fast charge រហូតដល់ 80W ទៀតអញ្ចឹងមានន័យថាអ្នកទាំងអស់គ្នាសាកថ្មតែម្ដងគឺអាចប្រើប្រាស់បានមួយថ្ងៃពេញហើយគឺសល់ថ្មទៀត Honor 400ក៏មានពីរជម្រើសផងដែរដែលជម្រើសទី1មាន memory 256GB ដែលមានតម្លៃត្រឹមតែ$369តែប៉ុណ្ណោះនៅ memory 512GB គឺមានតម្លៃ$399រួមជាមួយនឹងកាដូជាច្រើនជូនអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បានទូរស័ព្ទដែរដែលមានកាមេរ៉ា flagship ថតរូបបានស្អាតៗបំពាក់ជាមួយនឹងមុខងារ AI យ៉ាងពេញលេញហើយមានរូបរាងស្អាតប៉ុណ្ណឹងទៀតនោះគឺបងប្អូនអាចមកចាប់អារម្មណ៍ជាមួយនឹង Honor 400 5G បានអញ្ចឹងឥឡូវនេះគឺដល់ពេលដែលខ្ញុំត្រូវឲ្យតរ៉េនទៅកាន់ម៉ាក់ខ្ញុំអីនេះគឺជាតរ៉េនមានន័យថាគ្រាប់ទូចដោយសារតែតរ៉េនអត់គ្រាប់ហ្នឹងគឺរកអត់បានទេយើងមានតែតរ៉េនហ្នឹងដៃពីរ